ខ្ញុំមកនឹកស្មានថាស្ដីបដោះងាយបដោះបែបនេះសោះគឺបដោះតែក្នុងកំប៉ុងកាហ្វេក៏ដោះយកទៅណាមិនអស់ដែរបងប្អូនហើយនេះគឺជាការសាកល្បងលើកទី1របស់ខ្ញុំឃើញថាវាដោះបានល្អមែនតើល្បីថាស្ដីបដោះនេះគេប្រើថ្នាំខ្លាំងនិងសារធាតុគីមីច្រើនមែនតើអញ្ចឹងហើយកុំគិតយូរបងប្អូនទាំងអស់គ្នាតោះទៅសាកល្បងធ្វើស្ដីបដោះដោយខ្លួនឯងទាំងអស់គ្នាព្រោះអីខ្ញុំគិតថាវាមានភាពងាយស្រួលខ្លាំងណាស់ហើយឥឡូវហ្នឹងចាប់ផ្ដើមមកមើលពីវិធីធ្វើតាំងពីជំហានដំបូងសណ្តែកខៀវហ្នឹងចំនួន1ខាំយកសណ្តែកមានសបកលាងទឹកវាឲ្យបានស្អាតមកដើម្បីឲ្យវាតែដាក់កតិកទីនឹងចេញឲ្យអស់បើចំពោះសណ្តែកណាបែកបងប្អូនត្រូវរើសចោលទៅបន្ទាប់មកយើងធ្វើការត្រាំសណ្តែកនេះចោលរយៈពេល4ទៅ6ម៉ោងអ្វីដែលពិសេសហ្នឹងអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបដោះនៅក្នុងកែវកាហ្វេជ័របែបនេះជួនកាលមានកាហ្វេមិនអត់ប្រយោជន៍ណាញ៉ាំកាហ្វេអស់ហើយនៃកំប៉ុងកាហ្វេហ្នឹងយកវាមកបដោះស្ដែកបដោះបានទៀតហើយបងប្អូនអាចចោះលុនវាដូចខ្ញុំបានគឺខ្ញុំយកធូបយកមកអុជវាប្រហែលជា4 5 6រុនហ្នឹងណានៅគូតខាងក្រោមបន្ទាប់មកបងប្អូនត្រូវមានចំណាត់ដើម្បីទ្របខាងបាតកំប៉ុងយើងនេះទ្របបែបហ្នឹងនៅខាងក្រោមបន្ទាប់មកសូមយើងធ្វើការដាក់ស្ដែករបស់យើងចូលពីលើស្ដែកដែលយើងត្រាំមុនហ្នឹងយើងត្រាំប្រហែលជា4 5ម៉ោងយើងចាក់ទឹកវាចោលរួចហើយចាក់តែស្ដែកប៉ុណ្ណោះយកចូលក្នុងកំប៉ុងនេះចាក់មកល្មមបានហើយបន្ទាប់មកយើងប្រើកណាត់មួយទៀតដដែលក្របពីលើស្ដែករបស់យើងធ្វើបែបហ្នឹងគ្រប់កំប៉ុងតែម្ដងបន្ទាប់មកយកវាមកស្រោចទឹកឲ្យជោកនិយាយទៅស្រោចឲ្យជោកតែម្ដងហើយទាំងអស់គ្នាត្រូវមានចានដែកមួយនិងកញ្ច្រែងមួយពីលើអញ្ចេះដើម្បីឲ្យវាជ្រាបទឹកទៅក្រោមយើងដាក់កញ្ច្រែងពីលើអញ្ចឹងដើម្បីកុំឲ្យវាជ្រាបទឹកប៉ះស្ដែករបស់យើងហើយបងប្អូនអាចប្រើថង់ពោអីក៏បានដែរណាក្របវាឲ្យជិតចងវាឲ្យជិតហើយដាក់វាចូលនៅក្នុងកន្លែងល្ងឹតដាក់ចូលក្នុងទូចក្រានខ្ញុំតែម្ដងព្រោះវាកន្លែងហ្នឹងល្ងឹតដល់ហើយអានេះគឺជាស្ដែករបស់ខ្ញុំមួយយប់ហើយវាដោះប្រឡូកបានតិចណាហើយឥឡូវខ្ញុំបើកវាយកមកស្រោចទឹកហើយគឺជាការស្រោចទឹកព្រឹកទី1របស់ខ្ញុំព្រោះថាស្បែកនេះយើងត្រូវការស្រោចវាចាប់ពី2ទៅ3យប់អញ្ចឹងណាស្រោចទឹកវារួចហើយយើងត្រូវដាក់ចូលថង់វិញដដែលហើយទុកវាមួយយប់ទៀតព្រឹកថ្ងៃទី2គឺវាចេញជាស្បែកបដោះមួយអ្នកទាំងអស់គ្នាឃើញអត់រួចហើយយើងត្រូវរើវាយកមកស្រោចទឹកឲ្យជោគដូចថ្ងៃទី1អញ្ចឹងស្រោចទឹករួចហើយយើងដាក់វាចូលនៅកន្លែងដដែលចំនួនមួយយប់ទៀតព្រឹកថ្ងៃបន្ទាប់ខ្ញុំមកបើកវាមើលបងប្អូនឃើញថាស្បែកខ្ញុំគឺដោះច្រើនមែនតើហើយយប់ថ្ងៃចុងក្រោយហ្នឹងគឺវាសម្រុកដោះឡើងពេញកំប៉ុងហើយស្បែកគឺមានសភាពវែងលូនមែនតើហើយដើម្បីបានស្បែកយើងយកទៅញ៉ាំកាត់យើងត្រូវបកវារួចបកកណាត់នឹងខាងក្រោមចេញរួចហើយលាងស្បែករបស់យើងឲ្យបានស្អាតល្អដើម្បីឲ្យវាជ្រុះអាកំតិចកំទីនិងសបកស្បែកដែលវារបូតចេញពីស្បែកបដោះរបស់យើងហ្នឹងលាងឲ្យបានស្អាតល្អខ្ញុំលាងចូលប្រហែលជា4 10ទឹកអីដែរទាំងអស់គ្នាស្បែកបដោះដែលយើងបដោះដោយខ្លួនឯងនេះគឺថាវាមានសភាពស្រួយហើយសលូនដូចតែគេធ្វើដែរហ្នឹងអ្នកទាំងអស់គ្នាប៉ុន្តែស្បែកបដោះខ្ញុំនេះដោះអត់សូវអស់ទេដោយសារតែមិនដឹងថាស្បែកដែលខ្ញុំទិញមកហ្នឹងវាអ្នកលក់ទុករៀងយូរឬក៏មិនទេដោយសារវារៀងបែកអញ្ចឹងវាដោះអត់អស់ទេបើបងប្អូនបដោះបងប្អូនត្រូវរើសស្បែកណាត់តែថ្មីផងទើបដោះមកស្អាតល្អហើយវាស្រុះគ្នាប៉ុន្តែអត់អីទេដោយសារយើងធ្វើជាលើកទី1អញ្ចឹងបងប្អូនមើលវីដេអូនេះហើយកុំភ្លេចសាកល្បងធ្វើតាមទាំងអស់គ្នាណាព្រោះថាវាមានភាពងាយស្រួលមែនតើជាចុងក្រោយកុំភ្លេចជួយចុច like subscribe and follow page អ្នកមួយផងណាអរគុណច្រើនបាយបាយ thank you